សូមនមស្ការថ្វាយបង្គំព្រះរតនត្រ័យចម្រើនពរញាតិញោមទាំងអស់គ្នាញាតិញោមនៅកន្លែងនេះជាទីកន្លែងសម្ដែងរតនសូត្របងនៅក្រុងវេសាលីហើយនេះសកម្មភាពប្រសង់និងពុទ្ធបរិស័ទបានមកថ្វាយបង្គំនៅទីកន្លែងសម្ដែងរតនសូត្រពងតែបតិសិនហើយក៏មានការស្វាគមន៍នៅរតនសូត្រដែលជាការនឹករលឹកដល់គុណព្រះពុទ្ធគុណព្រះធម៌និងគុណព្រះអរិយសង្ឃបងហើយនៅទីកន្លែងនេះនៅក្នុងបរិវេណព្រះបរមរាជវាំងនៅនគរវេសាលីដែលញាតិញោមកំពុងទស្សនាឃើញនេះជាទីកន្លែងដែលគេរៀបចំប្រាប់ថាកន្លែងហ្នឹងជាទីកន្លែងសម្ដែងរតនសូត្របងហើយនេះព្រះសង្ឃយើងកំពុងតែបតិសិនចំនួនមួយជុំដោយសារអាកាសធាតុពេលហ្នឹងវារៀងក្តៅបន្តិចញាតិញោមណាបងតបពីឆាន់ចង្ហាន់ថ្ងៃត្រង់ហើយបានមកថ្វាយបង្គំកន្លែងនេះនៅនគរវេសាលីនេះញាតិញោមក៏ដឹងហើយទាំងអស់គ្នាសម័យស្ដេចលេចវីគ្រប់គ្រងក្នុងកាលនោះក៏មានគ្រោះទូរភឹកកើតពីអមនុស្សការរាំងស្ងួតមនុស្សអត់បាយអត់ទឹកក៏ស្លាប់មនុស្សជាច្រើននៅនគរវេសាលីនេះហើយពពួកអមនុស្សទាំងឡាយហ្នឹងក៏មកហួងហែងសាកសពរាតត្បាតនៅក្នុងទីកន្លែងនេះបានក្រោយមកព្រះអង្គយាងពីរាជក្រឹសកណ្ឌកោវេសាលីនេះប៉ុន្តែមុននឹងព្រះអង្គយាងមកគឺព្រះអនន្តលោកនិមន្តមកមុនបងអង្គប្រាប់ឲ្យព្រះអនន្តធ្វើនៅព្រះបរិត្តស្វាធ្យាយនៅរតនសូត្រហ្នឹងក៏ពួកអមនុស្សដែលមកហួងហែងសាកសពនឹងក៏មានការខ្ទាតចាក់ចេញពីកន្លែងហ្នឹងអស់រហូតដល់លោកប្រាប់ថាដោយអំណាចនៃព្រះបរិត្តអមនុស្សទាំងឡាយហ្នឹងក៏រត់ធ្លាយលបងមហាកំផែងផងចឹងឫទ្ធានុភាពនៃព្រះបរិត្តហ្នឹងគឺខ្លាំងក្លាបងផ្សាយមើលទៅចក្រវាលបងមើលសែនកោតចក្រវាលបងព្រះបរិត្តដែលស្វាធ្យាយប្រកបដោយមេត្តាចិត្តរបស់អ្នកស្វាធ្យាយហើយមានការស្វាធ្យាយដោយត្រឹមត្រូវយ៉ាងញាតិញោមទស្សនាមើលចុះបងនៅក្នុងទីបរិវេណដែលកំពុងតែប្រសង់និមន្តបតិសិននេះបងមើលមុខរឿងក្តៅញាតិញោមបងមិនរឿងក្តៅទេក្តៅបងពេលថ្ងៃកាលនោះខែ11ប៉ុន្តែរឿងក្តៅពេលថ្ងៃនៅពេលយប់ពេលព្រឹកអីតិចចឹងញាតិញោមទស្សនាមើលនៅទស្សនភាពសកម្មភាពនេះគេធ្វើជាសួនថែរក្សាមានលបងពតជុំវិញបងពិតវាំងហ្នឹងមិនមែនទូចចឹងទេបងនេះគឺគេថែរក្សា
នៅនគរវេសលីហ្នឹងមានកន្លែងថ្វាយគុំ3កន្លែងនៅគោដាគិរសាលាហើយនឹងនៅព្រៃស្វាយនៅអំបវ័នហើយនឹងនៅទីកន្លែងនេះមួយទៀតកន្លែងសម្ដែងរតនសូត្រនេះឥឡូវយើងបានប្រតិសិនបានចំនួនមួយជុំហើយបើអញ្ចឹងមានប៉ុណ្ណឹងណាញាតិញោមសូមជូនបុណ្យញាតិញោមទាំងអស់គ្នាបានសេចក្តីសុខជាបច្ច័យរួចផុតចាកទុក្ខសូមអនុមោទនា